ឥឡូវខ្ញុំដោះស្រាយបញ្ហាមួយទៀតអញ្ចឹងនៅក្នុងនេះទីតារាងគេឲ្យយើងប៉ុណ្ណេះដើម្បីយើង configure តាមគេហើយគេប្រាប់ថាគេមាន VLAN គឺ VLAN លេខ56 56គឺឈ្មោះវា management and native ហើយមាន IP network ប្រព័ន្ធ net ហើយដល់ពេល VLAN 30គឺឈ្មោះវា guest ឬក៏ default ហើយដល់ពេលVLAN លេខ10គឺឈ្មោះវាគឺ faculty ឬក៏ staff សម្រាប់ staff ដល់ពេល VLAN 20គឺ student ហើយម៉ាស៊ីនលេខ1 IP ប្រព័ន្ធ net អញ្ចឹង IP 10 20 30 10 20 30អញ្ចឹងទៅទី1 2 3ហ្នឹងហើយដល់ពេលលេខ6 gateway របស់វាហើយដល់ពេល switch មួយគឺមាន IP ប៉ុណ្ណេះអញ្ចឹងសូថាតើគេឲ្យយើងធ្វើអីហើយគេអត់មានប្រាប់ឲ្យយើងច្រើនទេប្រាប់យើងតែប៉ុណ្ណេះ find the correct network find and correct network error សំណួរគេទី1គឺរកមើលកន្លែងណាដែលមានកំហុសហើយ change វាទី2 document នៅ connectivity ឲ្យយើងគឺ document មានថាយើងដឹងថាតើ port ណា connect ទៅណា port ណា connect ទៅណាអានេះយើងបាច់ធ្វើទេ implement solution and test connectivity អញ្ចឹងយើងមើលឃើញកន្លែងណា error គឺយើងកែវាទៅឲ្យត្រូវអូខេអញ្ចឹងអត់មានអីច្រើនទេគោលបំណងគឺប៉ុណ្ណឹងឯងហើយដល់ពេលមួយទៀតអ្វីដែលគេចង់បាននៅក្នុង activity នេះគឺយើងត្រូវដោះស្រាយបញ្ហាដែលយើង configure ខុសអញ្ចឹង configure VLAN ខុសគឺត្រូវដោះស្រាយហើយ the initial network has error your object is to locate and correct the error អញ្ចឹងមានថាទិសដៅរបស់យើងគឺដើម្បីរក error នៅកន្លែងណាហើយ change error ដើម្បីឲ្យ connectivity រវាងម៉ាស៊ីនលេខ1ស្គាល់ម៉ាស៊ីនលេខ4ម៉ាស៊ីនលេខ2ស្គាល់ម៉ាស៊ីនលេខម៉ាស៊ីនលេខ5ម៉ាស៊ីនលេខ3ស្គាល់ម៉ាស៊ីនលេខ6ព្រោះអាពីរនេះ VLAN ដូចគ្នាអូខេចាឥឡូវយើងឃើញ error មួយអានេះ fault ក្រហមអញ្ចឹងនឹងមានបញ្ហាthì ឥឡូវខ្ញុំចាប់ដើមខ្ញុំធ្វើពីលើ switch នេះមុនពីលេខ1នេះមុនអញ្ចឹងធ្វើដូចគ្នាមិនអញ្ចឹងឥឡូវខ្ញុំមើលលើ switch នេះកំហុសគេអ្វីដែលត្រូវគិតគឺ switch នេះឃើញមើលដល់ពឹបឃើញមានអីគេនេះ native VLAN mismatch អញ្ចឹងកំហុសនឹងមួយទៀតអញ្ចឹងយើងឃើញលុបភ្លាមគឺដឹងតែមានកំហុសហ្នឹងហើយសួរថាតើ native VLAN គេឲ្យដាក់ទៅ VLAN លេខប្រមាណគេប្រាប់អត់ក្នុង lab របស់យើងគេមានប្រាប់ឲ្យយើងដាក់ទេតែគេបានបង្កើត VLAN មួយនេះ VLAN 56សម្រាប់ native អញ្ចឹងមានន័យថា VLAN លេខរាល់ port ត្រង់ទាំងអស់ native គឺត្រូវតែ VLAN 56អូខេឥឡូវខ្ញុំមើលឃើញគ្រាន់តែខ្ញុំចូលមក switch លេខ1ពឹបខ្ញុំឃើញ error ព្រាមដល់វាប្រាប់យើងថា port លេខ2នៅលើ switch របស់យើងនេះ switch ដែលយើងកំពុងឈរនេះ native VLAN គឺលេខ1វាខុសអញ្ចឹងយើងត្រូវ change វាឲ្យដូចជាមួយនឹង switch លេខ3ដែលគេ connector port លេខ2ហ្នឹងគឺគេពី native VLAN 56អញ្ចឹងដឹងតែកំហុសគឺកំហុសខាងយើងមិនមែនកំហុសខាងគេទេព្រោះខាងយើងនេះខាងយើងគេប្រាប់ថាខាងយើងគឺ native VLAN លេខ1អញ្ចឹងយើងត្រូវ change ទៅ VLAN ឥឡូវយើងចង់ដឹងយើងសូទៅមើលព្រោះយើងឃើញ error យើងtroubleshooting error នេះមុនគេ so interface ត្រាំងយើងមើលត្រាំងពើ native VLAN របស់យើងប៉ុន្មានមួយទាំងអស់យើង change ទៅ99 59អូខេឥឡូវខ្ញុំចូលមក configure terminal ឥឡូវខ្ញុំសូ running សិនសូ running ដើម្បីចង់មើលថាតើ interface ហ្នឹង configure ខ្លះហើយអញ្ចឹង interface ហ្នឹងអត់ទៅមាន configure អីទេគឺដាក់តែ mode ត្រាំងទេអញ្ចឹងយើងដាក់ native គឺ56ខ្លួនឯងឥឡូវខ្ញុំចង់ធ្វើម៉េចដើម្បី configure port 2ហ្នឹងនៅក្នុងពេលតែមួយ interface អីគេ rank G0 លើ1ទៅដល់លេខ2គេដាក់ port ត្រាំង native VLAN លេខប៉ុន្មាន56អូខេឥឡូវគឺវាចាប់ដើម restore port ហ្នឹងហើយអញ្ចឹង so interface ត្រាំងអញ្ចឹងត្រូវទេត្រាំងរបស់យើងគឺ allow VLAN ទាំងអស់ហើយ native VLAN គឺ56អូខេអញ្ចឹងរួចមួយគ្រាទៅមកទៀតយើងសូមើលថាតើ switch ហ្នឹងគឺមាន VLAN គ្រប់គ្រាន់នៅដល់សូ VLAN switch របស់យើងមាន VLAN អត់មាន VLAN តែមួយទេអញ្ចឹងត្រូវបង្កើត VLAN ឲ្យគេ VLAN យើងមានប្រមាណកើតទាំងអស់មកអញ្ចឹង VLAN នេះប៉ុណ្ណេះអូខេអញ្ចឹងខ្ញុំបង្កើតវាយើងចូលទៅក្នុង switch ហ្នឹងដើម្បីបង្កើតវាគឺយើងប្រើ command នៃគេដើម្បីបង្កើត
ខេឥឡូវខ្ញុំសាកចូលក្នុងខ្ញុំ change style configuration បន្តិចឥឡូវតូចតិចចុះអញ្ចឹងខ្ញុំចូលទៅក្នុង VLAN database ដើម្បីបង្កើតវាអញ្ចឹងខ្ញុំចូល VLAN database ខ្ញុំអត់ចូល configure terminal មុនទេព្រោះខ្ញុំប្រាប់ថា VLAN យើងកើតបានពី style មែនទេអញ្ចឹងខ្ញុំដាក់ VLAN លេខប៉ុន្មាន56 name ឈ្មោះគេ management and native ទៅមកទៀត VLAN ប្រហែល VLAN 30 name ឈ្មោះគេ guest or default អូខេទៅមកទៀតយើង VLAN លេខ20លេខ10 name ឈ្មោះគេ virtual key ឬក៏អានេះសញ្ញានឹងn ឬក៏សញ្ញានឹងដូចជាអូខេ start អូខេទៅទៀតយើងកើត VLAN មួយទៀតគឺ VLAN នេះគេ VLAN លេខ20 name គឺថា student ហើយសរសេរអក្សរត្រូវគឺឲ្យទុកទេទៅមកទៀតគឺយើងចង់ឲ្យវា VLAN នេះ save គឺយើងវាយ command exit មកវានឹងឃើញទេ apply complete អញ្ចឹងបើយើងអត់វាយ command exit ទេគឺវាអត់ save ទេអត់ចេញអត់រួចទេចាំវាយ exit អូខេឥឡូវយើងសូ VLAN អញ្ចឹង VLAN របស់យើងគឺ VLAN លេខ10 facility ឬក៏ staff VLAN លេខ20គឺ student VLAN លេខ30 guest or default VLAN 56គឺ management and native អូខេអញ្ចឹងយើងវាយបានប៉ុណ្ណឹងហើយទៅមកទៀតធ្វើអីទៀត show interface trunk មាន trunk ពីរនៅអូខេមានហើយ VLAN យើងក៏មានដែរអញ្ចឹង switch លេខ1គឺចប់ការងារចូលទៅ switch មួយទៀតតែប៉ុណ្ណឹងគឺយើងវាប៉ុណ្ណឹងបានហើយឃើញទេឥឡូវ switch នេះចូលមក switch នេះការងារដំបូងបំផុតចូលដល់ switch នេះឥឡូវឃើញភ្លាមទេ native VLAN mismatch អាណាឃើញ error អាណាធ្វើនឹងសិនអូខេឥឡូវសូមើល interface trunk អាណា error សូ interface trunk អត់មាន trunk ទេអញ្ចឹងធ្វើម៉េចអញ្ចឹងន័យថាយើង port យើងគឺខ្វះខាតហើយធ្វើម៉េចឲ្យជា trunk ចាឥឡូវមើលសិនរបស់យើង port ណាត្រូវជា trunk port G0 លើ G0 លើ 1អញ្ចឹងជា so running មកខ្ញុំ so running port G0 លើ 1អញ្ចឹងគេដាក់ថា switch port ឥឡូវ native របស់យើងគឺគេ configure ហើយតែ mistake នេះគឺ error ដោយសារពីមុននេះអញ្ចឹងយើងដាក់វាទៅជាmode access តែឥឡូវវាជា mode access ឥឡូវយើងត្រូវថែមវាទៅជា mode trunk កែវិញគេយើងកែមក configure terminal interface G0 លើ 1យើងដាក់ switch port mode trunk អូខេអញ្ចឹងបាន trunk មួយបាទទៅមកទៀតយើង show interface trunk ដើម្បីមើលថា interface នឹងខ្លាច trunk អត់អញ្ចឹង trunk នៅ trunk ហ្នឹងមែនទេហើយ native VLAN ត្រូវអត់ត្រូវហៅមួយអូខេទៅមកទៀតយើងមើលថាតើ port ដែលគេ assign VLAN នឹងត្រូវអត់ឥឡូវយើង show VLAN មើលគេប្រាប់ថា port លេខ VLAN លេខ10មាន port ណាពីណាដល់ណាយើងមើល VLAN លេខ10គឺ11ដល់17អញ្ចឹងត្រូវអត់អានេះ Fasista ពី11ដល់17ត្រូវហើយណាមួយទៀត VLAN លេខ20ឥឡូវខ្ញុំដាក់ជិតគ្នាចុះ VLAN លេខ20គឺប៉ុន្មាន20គឺ18ដល់24ត្រូវអូខេទៅមកទៀត VLAN លេខ30ពី6ដល់10 36ដល់10អូខេទៅមកទៀតគឺ VLAN management គឺពី1ដល់5អូខេអញ្ចឹងត្រូវហើយអញ្ចឹងលើ switch នេះមានកំហុសអីទេហើយយើងមើល port វាអាសាត្រូវអត់ port ដែលយើងកណិចមក so IP interface brief អញ្ចឹង6 10 11ហើយ18អូខេអញ្ចឹង port 2នេះ3នេះគឺអាប់អូខេអញ្ចឹង switch ហ្នឹងគឺអត់អីទេ configure ត្រូវហើយទៅមកទៀតយើងមកមើលលើ switch មួយទៀត switch ខាងនេះតែខឲ្យគេចូលដល់ព្រាមយើងមើលមាន error អត់អូខេអញ្ចឹងវាថាមាន error mismatch ហ្នឹង
mismatch ហ្នឹងគឺ mismatch ពីមុនទេអត់អីទេឥឡូវគឺយើងឆេងហើយហើយគេថា mismatch ហ្នឹងគឺរបស់យើងថតលេខ2យើងដាក់ native 56ដល់ពេលរបស់គេ switch លេខ1នេះគេថាដាក់ native លេខ1តែឥឡូវយើងកែមែនទេកែយើងវាបាត់ error ហើយឥឡូវយើង show interface ត្រាំងមានត្រាំងអត់មានហើយអត់អីនេះលេខ2ទៀតទៀតនឹង show VLAN show VLAN VLAN យើងមាន assign interface អត់អត់ទាន់មានទេ VLAN លេខ10ក៏អត់មាន interface ណា assign មើល VLAN លេខ10ទេមែនទេគឺអា link change 20ក៏អត់មាន30ក៏អត់មាន56ក៏អត់មានអូខេឥឡូវយើងមើលតាមតារាង assign អូខេឥឡូវខ្ញុំមើល VLAN លេខបានទេ assign គឺមិនអាច BTP ធ្វើអត់បានទេ BTP បានតែព័ត៌មាននេះអា VLAN នេះ assign គឺធ្វើខ្លួនឯងអូខេឥឡូវយើងដាក់ VLAN 56មុន56គឺពី1ដល់5 56ពី1ដល់5ដល់ពេល30ពី6ទៅដល់10អូខេអញ្ចឹងដាក់មកឥឡូវខ្ញុំមើលចេះចោះស្រួលមើលអូខេអញ្ចឹងខ្ញុំចូល configure terminal ខ្ញុំចូល interface ខ្ញុំអត់ដាក់មួយខ្ញុំចូលមក rang ហ្មងអញ្ចឹងខ្ញុំវាយ rang ប៉ះ0លើ1ទៅដល់លេខ5 report mode access report access VLAN លេខប៉ុន្មាន56អូខេទៅទៀត exit interface rang ទៀតប៉ះ0លើ6ដល់11ឯងដល់10អូខេអញ្ចឹង report mode access report access VLAN លេខ30មែនទេចុះ30មកប៉ុន្មាន30មកលេខ10ហើយលេខ20អូខេទៀតខ្ញុំ exit ចេញខ្ញុំចូល interface rang ដែរប៉ះ0លើ11រហូតដល់17អញ្ចឹង report mode access report access VLAN លេខប៉ុន្មានលេខ10ឯងលេខ10លេខ20 10ទៀតយើងចូល interface rang ទៀតប៉ះ0លើ18ទៅដល់លេខ4អញ្ចឹង report mode access report access VLAN លេខប៉ុន្មានលេខ20ហើយយើងសូ VLAN មើលដើម្បីថាយើង configure ត្រូវអត់អញ្ចឹងនេះ VLAN របស់យើងពី VLAN លេខ10គឺពី11ទៅដល់លេខ17នេះលេខ10 56គឺពី1ដល់លេខ5 30គឺពី1ដល់លេខ10 20គឺ18ដល់24អូខេយើងត្រូវអស់ហើយអញ្ចឹងការងាររបស់យើងគឺ complete so interface ប្រាំងឃើញទេអញ្ចឹងអស់ហើយបាទ interface VLAN មកไม่ដាក់ចូលvậy thôi ហើយទៅ VLAN តាមប្រើតែពីកំបិតគឺឃើញណា so interface ប្រាំងគឺមើល native VLAN មើលថា switch port យើងមានប្រាំងហើយនៅ
មួយទៀត show VLAN មើលថាយើងមាន VLAN បង្កើត VLAN ហើយនៅហើយ VLAN ហ្នឹង assign port ត្រូវអត់តែពី command ហ្នឹងទៅយើងដោះស្រាយបញ្ហាឃើញហើយយើងប្រើ command គឺ command អីគេឧទាហរណ៍ថា command show interface trunk command ទី1 show interface trunk នេះដើម្បីមើលថាតើមាន port ណាខ្លះជា trunk port ហើយ native VLAN របស់យើងគឺ configure ត្រូវអត់ពីរនេះ native VLAN នេះហើយមួយទៀតយើង show VLAN show command VLAN នេះមើលថាតើមាន VLAN បង្កើតហើយនៅហើយ VLAN នេះមាន assign ទៅ port ត្រូវហើយនៅដោយសារ switch នេះអត់មាន assign ទៅ port ណាទេអញ្ចឹងវាអត់អីឲ្យតែមាន VLAN នេះហើយដល់ពេលយើងចង់មើលលើ switch នេះដូចគ្នាអញ្ចឹង show តែពីរនេះ show interface trunk អញ្ចឹងមើលថា port នេះមាន trunk អត់បើថាមាន port trunk អូខេតែបើអត់មាន trunk គឺទៅមើលលើ port ដែលយើងចង់ខ្លាចជា trunk ឯងមើលលើ port ណាដែលគ្នាពី switch ទៅមើលទៅ port ហ្នឹងហេតុអីបានវាអត់ជា trunk so running ដើម្បីមើលថា port ហ្នឹងមូលហេតុអីអត់ជា trunk គេ so running មកឃើញហើយឧទាហរណ៍ដូចអញ្ចឹងលេខ1ឯងគេ configure អីគេ configure port switch port mode trunk អត់បើ switch port mode trunk អូខេត្រូវហើយតែគេ switch port mode access គឺខុសអញ្ចឹងយើងត្រូវ change configuration ពី switch ទៅ switch គឺ trunk អញ្ចឹងមកខាង trunk គឺខាង trunk ត្រូវ trunk ដែរព្រោះយើងវាយ command auto យើងបើយើងមិនដាក់ mode trunk ក៏វាខ្លាចជា trunk ដែរកុំតែយើងវាយ switch port mode access ព្រោះយើងប្រើ protocol គេដើម្បីខ្លាចជា trunk DDP មាន3 mode អញ្ចឹងយើងមើលតាម protocol ហ្នឹងគេឥឡូវយើងនេះអត់ទៅធ្វើឡើងហើយយើងដោះស្រាយបញ្ហាដែរហើយនេះគឺហើយដល់ទៅបាយទៅ